សួស្តីអ្នកទាំងអស់គ្នាខ្ញុំមានឈ្មោះថាកេនខ្ញុំមកពីប្រទេសឥណ្ឌូនេស៊ីហើយខ្ញុំតំណាងឲ្យក្រុមប្រឹក្សាយុវជនឥណ្ឌូនេស៊ីសម្រាប់ការតស៊ូមតិលើការបញ្ឈប់ការជក់បារីរាល់ការផ្លាស់ប្ដូរនិងការតស៊ូមតិធំៗត្រូវតែចាប់ផ្ដើមពីចំណុចតូចៗវាអាចចាប់ផ្ដើមពីរឿងផ្ទាល់ខ្លួនក្នុងករណីរបស់ខ្ញុំវាចាប់ផ្ដើមពីជាតារបស់ខ្ញុំលោកតារបស់ខ្ញុំគឺជាបុរសម្នាក់ដែលមានគំនិតច្នៃប្រឌិតនិងមានចិត្តល្អខ្លាំងណាស់នៅក្នុងគ្រួសារប៉ុន្តែគាត់បានស្លាប់ដោយសារការដាច់សរសៃឈាមខួរក្បាលបន្ទាប់មកខ្ញុំបានដឹងថាលោកតារបស់ខ្ញុំមិនមែនជាមនុស្សតែម្នាក់ដែលបានស្លាប់ដោយសារជំងឺដាច់សរសៃឈាមខួរក្បាលនោះទេមូលហេតុគឺបណ្ដាលមកពីការជក់បារីដែលមានជាតិនីកូទីនមានមនុស្សជាច្រើនទៀតដែលត្រូវបានបាត់បង់មនុស្សជាទីស្រឡាញ់របស់ពួកគេការចាប់ផ្ដើមជក់បារីភាគច្រើនដោយសារតែមានការគិតថាជក់បារីគឺអស្ចារ្យដោយសារតែវាបង្ហាញនៅក្នុងទីផ្សារនិងផ្សាយពាណិជ្ជកម្មពីឧស្សាហកម្មថ្នាំជក់ដែលបណ្ដាលឲ្យមានគ្រោះថ្នាក់ជាខ្លាំងដោយសារតែបញ្ហាទាំងនេះទើបខ្ញុំដឹងថាខ្ញុំត្រូវធ្វើសកម្មភាពហើយក៏ចាប់ផ្ដើមនិយាយពីវាក្នុងឆ្នាំ2015ខ្ញុំបានផ្ដួចផ្ដើមចលនាយុវជនសម្រាប់ការតស៊ូមតិជាមួយនឹងមិត្តភ័ក្តិរបស់ខ្ញុំយើងបានតស៊ូមតិលើបទបញ្ញត្តិទាំងក្នុងទីក្រុងនិងថ្នាក់ជាតិយើងបានប្រមូលអ្នកចូលរួមចំនួន 30,000 នាក់និងបានដាក់សារលិខិតចំនួន 11,000 សម្រាប់ប្រធានាធិបតីហើយយើងបានជះឥទ្ធិពលលើអ្នកបង្កើតគោលនយោបាយជាច្រើនដែលគិតអំពីយុវជនវ័យក្មេងក្នុងការគ្រប់គ្រងថ្នាំជក់ដូច្នេះប្រសិនបើខ្ញុំបញ្ឈប់រឿងរបស់ខ្ញុំប្រសិនបើខ្ញុំគិតថាលោកតារបស់ខ្ញុំគ្រាន់តែជាជនរងគ្រោះធម្មតាក្នុងរឿងមួយនេះព្រឹត្តិការណ៍នៃការតស៊ូមតិដ៏ធំមួយនេះនឹងមិនកើតឡើងនោះទេប៉ុន្តែខ្ញុំបានជ្រើសរើសធ្វើសកម្មភាពខ្ញុំបានជ្រើសរើសរឿងលោកតារបស់ខ្ញុំដោយបន្តយករឿងរបស់គាត់ជាមួយនឹងរឿងតស៊ូមតិរបស់ខ្ញុំផ្ទាល់ហើយឥឡូវនេះមនុស្សកាន់តែច្រើនបន្តបញ្ចេញមតិដែលយុវជនជំនាន់ក្រោយគួរតែទទួលបានសុខភាពល្អដោយគ្មានថ្នាំជក់និងបែបបទរស់នៅដែលគ្មានផាសុកភាពនេះគឺជារឿងរបស់ខ្ញុំចុះរឿងរបស់អ្នកវិញវាមិនយឺតពេលទេក្នុងការដែលចាប់ផ្ដើមរឿងតស៊ូមតិអំពីរឿងផ្ទាល់ខ្លួនរបស់អ្នកព្រោះគ្រប់គ្នាមានរឿងផ្ទាល់ខ្លួនផ្សេងៗគ្នាគ្រប់គ្នាត្រូវតែចាប់ផ្ដើមតស៊ូមតិចេញពីខ្លួនឯងមុនហើយនៅពេលដែលមានការរួបរวมគ្នានោះយើងនឹងទទួលបានពិភពលោកដែលមានភាពល្អប្រសើរសម្រាប់មនុស្សគ្រប់រូប